បាទសួស្តីបងប្អូនអរគ្នាបាទមួយនេះនេះរៀងរលទីបងប្អូនបាទបានធ្វើឲ្យវីដេអូឲ្យបងប្អូនមើលបាទឥឡូវយើងចាប់ផ្ដើមមើលវីដេអូនេះទាំងអស់គ្នាបងប្អូនបាទគឺការតម្រង់នៅបូមបាទនៅចំពោះបូមបាទហើយគុំយើងគឺមិនមានធំនេះបងប្អូនបាទគឺຂະຫນាតតូចបែបនេះប៉ុន្តែគុណភាពគឺល្អប្រើដែរបងប្អូនបាទហើយគឺយើងមានទីបសម្រាប់ចំពោះបូមផងដែរបាទឥឡូវយើងចាប់ផ្ដើមមើលឧបករណ៍ដែលតម្រង់បូមយើងទាំងអស់គ្នាបាទហើយនេះគឺជាទីបសម្រាប់តម្រង់នៅចំពោះបូមបងប្អូនអរគ្នាបាទឥឡូវចាប់ផ្ដើមតម្រង់បូមទាំងអស់គ្នាបងប្អូនបាទហើយការតម្រង់បូមនេះផងដែរគឺយើងមានសម្រាប់កែងបាទសម្រាប់យើងបង្វិលមើលបាទនៅបូមដែលវាទៅខាងណានៅខាងណាបាទឥឡូវយើងមើលទាំងអស់គ្នាបាទគឺខ្ញុំតម្រង់គឺខ្ញុំធ្វើបែបនេះបងប្អូនអរគ្នាបាទគឺយើងយកកែងយើងមកគឺយើងបង្វិលមើលបាទកាលណាវាគឺយើងមានឃើញកន្លែងហ្នឹងគឺមានចាំងពលីចូលគឺរៀងកោងវាឥឡូវយើងដាក់តម្រង់ហើយចូលនឹងគុំរបស់យើងគុំរបស់យើងតូចអាចចល័តទីបាទបងប្អូនដែលមានកន្លែងចង្អៀតយើងអាចប្រើអង្គមនេះបានបាទហើយក៏ងាយស្រួលផងដែរក្នុងការត្រង់បូមមើលតែខ្ញុំដូរទេដល់ហើយដូរយើងគឺកម្លាំងខ្លាំងមែនតើឃើញទេបាទគឺសឹបគឺកម្លាំងខ្លាំងមែនតើបងប្អូនអរគ្នាហើយការតម្រង់គឺស្រួលបាទហើយកម្រង់គឺយើងត្រូវមើលផងដែរប្រយ័ត្នតែរៀងខ្លាំងជ្រុលដៃតិចគឺវាજાયអញ្ចឹងយើងត្រូវធ្វើមួយត្រូវមើលមួយដើម្បីខ្លាចវាជាងត្រង់ច្រើនដងបាទឥឡូវយើងមើលទាំងគ្នាយើងត្រង់រួចហើយគឺយកម៉ែត្រយើងយកមកដាក់យ៉ាងមកបាទម៉ែត្រកែងរបស់យើងហ្នឹងឥឡូវដូចជារៀងស្ទើរតិចទៀតឥឡូវយើងដាក់ថែមនេះទៀតដោយតម្រង់ម្ដងទៀតមកឥឡូវយើងតម្រង់ហើយកាលណាយើងត្រង់ខ្លាំងពេកគឺវាអាចនឹងជ្រុលតិចតួចបងប្អូនបាទជ្រុលតិចតួចពេលមិនអាចទៅឲ្យប៉ែទេបាទគឺអញ្ចឹងក៏តែយើងត្រង់រៀងច្រើនដងដែរឥឡូវយើងចាប់ផ្ដើមបធូមកមើលតើវាត្រង់ហើយនៅបាទហើយគឺយើងយកម៉ែត្រកែងរបស់យើងយកមកមើលម្ដងទៀតឃើញបងប្អូនគឺវិធីគឺងាយស្រួលមែនតើបាទគឺយើងយកម៉ែត្រគៀបក៏បានគឺម៉ែត្រកែងនេះក៏បានដែរគឺយើងមើលទៅដឹងហើយកន្លែងណាដែលវាគឺវារៀងកោងរៀងអែនដូចខ្ញុំមើលធ្វើឲ្យបងប្អូនមើលទៅហ្នឹងបាទឥឡូវយើងរួចមួយហើយគឺអូខេហើយបាទឥឡូវយើងមើលមួយទៀតមួយខាងនេះគឺវាខ្លាំងជាងសាមុនបាទវាខ្លាំងជាងសាមុនឥឡូវយើងដាក់ត្រង់ដូចគ្នាឥឡូវយើងគូសិនគឺធ្វើជាគូចំណាំបាទធ្វើជាគូចំណាំកន្លែងណាដែលវាខ្លាំងបងបាទឥឡូវយើងដាក់ចូលគុំយើងមកដាក់ចឹងមកហើយគឺយើងចាប់ផ្ដើមយើងដាក់ដូចយើងត្រង់បាទដាក់ដូចត្រង់កន្លែងយើងគោលដៅយើងត្រូវតម្រង់ហ្នឹងឃើញបងប្អូនបាទគឺត្រង់អញ្ចឹងឃើញไหมបាទសឹបបាទគឺកម្លាំងខ្លាំងដូចខ្លាំងហើយដូចក៏ស្រួលផងដែរបាទហើយគុំរបស់យើងនេះគឺរៀងមុំបាទគឺរៀងមុំមែនតើបាទគឺអត់មានទុនអត់មានខ្លាចបាក់អីទេគឺគុណភាពគឺអាចធានាបានបាទគឺក៏អេមមែនតើផងដែរបាទហើយចរងចំពោះបូមក៏អេមផងដែរបាទខ្ញុំខ្លាចថាគុំនេះតូចដោយទៅបាក់អីអត់ទេបងប្អូនបាទគឺកម្លាំងខ្លាំងបាទអេមែនតើដៃស្វិតល្អណាស់បងប្អូនបាទហើយការតម្រង់ក៏វាងាយស្រួលផងដែរងាយស្រួលមែនតើបងប្អូនបាទយើងបាច់យកអង្គមធំបាទវានៅបើចង្អៀតកន្លែងផងដែរបាទគឺប៉ុណ្ណេះគឺអេមស្រួលបងប្អូនបាទយើងយកតែកន្លែងតែកន្លះម៉ែត្រក៏យើងអាចតម្រង់បានដែរបាទឥឡូវយើងនៅមិនតាន់ត្រង់ទេបងប្អូនបាទតាន់ត្រង់ហើយបាទយើងមើលទៀតមិនវាខ្លាំងណាស់បងប្អូនបាទឥឡូវយើងមើលម្ដងទៀតយកម៉ែត្រកែងហ្នឹងបាទសេរីមើលយ៉ាងមកឃើញបងប្អូនបាទអញ្ចឹងបងប្អូនសាកមើលទៅដឹងហើយបាទសាកមើលដឹងហើយបងប្អូនបាទយើងចេះតែត្រង់បាទយើងមើលតែភ្នែកទៅថាត្រង់ទេយើងតើតែមានម៉ែត្រកែងយើងត្រង់អញ្ចឹងបានមើលទៅដឹងថាត្រង់មិនត្រង់បាទដឹងថាត្រង់មិនត្រង់បើមិនត្រង់ទេគឺយើងយកហ្វឺតយកគូសចំណាំកន្លែងដែលវាគឺមានកោងបាទហ្នឹងយើងដឹងហើយបាទនេះគូសចំណាំអញ្ចឹងបងប្អូនបាទគូសចំណាំអញ្ចឹងឃើញអត់ឥឡូវយើងត្រង់ម្ដងទៀតត្រង់មកទៀតដោយសារមិញកោងខ្លាំងបងប្អូនបាទកោងខ្លាំងឥឡូវបាន90%ហើយបាទចិត្តហើយឥឡូវយើងចិត្តតមកន្លែងគោលដៅចម្រងដែលយើងត្រូវការបាទឥឡូវយើងត្រង់ម្ដងទៀតអស់គ្នាឃើញបងប្អូនបាទសឹបគឺអេមែនតើស្រួលណាស់បងប្អូនបាទបាទឥឡូវយើងចាប់ផ្ដើមដាក់ត្រង់រួចហើយបាទឥឡូវយើងដូចឡើងឃើញអត់សឹបគឺអត់មានប្រឹងខ្លាំងទេបាទគឺទៅធម្មតាសឹបកម្លាំងខ្លាំងដូចនឹងបងប្អូនមកគ្នាបាទឥឡូវយើងមកធូរហើយយើងមើលម្ដងទៀតបាទថាត្រង់ហើយហ្នឹងយើងយកម៉ែត្រកែងយើងបាទយើងសង់ត្រេបងប្អូនហើយយើងហៅថាសង់ត្រេបាទយើងមើលទៅថាវាត្រង់អត់បាទប្រវល់មើលជុំវិញហ្នឹងទៅបាទប្រវល់